ខ្ញុំបាទមកបង្ហាញពីឆ្នាំជាតិអស់ការពារស្មៅកំចាត់ស្មៅដូចជាស្មៅពស់ក្របីស្មៅបែកក្បាលស្មៅគ្រប់ប្រភេទហ្នឹងដែលយើងមាននៅក្នុងស្រែហើយនេះខ្ញុំបង្ហាញថាការបាញ់នេះដែលខ្ញុំបាញ់លើកទី1ដែលស្មៅនេះវាចាស់នេះខ្ញុំបាញ់ឆ្នាំដែលបានរៀបចំនេះមិនមែនជាការផ្សាយពាណិជ្ជកម្មអីទេណាគឺខ្ញុំនិយាយចេញពីចិត្តម្ចាស់ស្រែដែលម្ចាស់ស្រែដែលខ្ញុំបានបាញ់ថ្ងៃមុននោះអត់មានអ្នកណាមកជួលខ្ញុំឲ្យលុយកាក់ខ្ញុំមួយសែន100 200អីទេគឺខ្ញុំបង្ហាញពីទឹកចិត្តដល់ចិត្តខ្ញុំដែលខ្ញុំបាញ់លើកមុននោះវាងាប់ខ្ញុំប្រាប់ឲ្យបងប្អូនដឹងអញ្ចឹងណាបាទតែខ្ញុំបាញ់លើកទី1នេះឲ្យឆ្នាំមាន3មុខបងប្អូនចំណាំទុកបើបងប្អូនចង់បាញ់ឆ្នាំស្មៅឲ្យងាប់បានល្អអីបងប្អូនមើលតាមនឹងទៅមានទី1គឺទូឌីបាទ B99 ហើយនឹងស៊ូណាមីបាទស៊ូណាមី35ក្រាមតែប៉ុន្តែនេះមកចាំមួយធុងអានេះមកឈុតបាយជា10ធុងអញ្ចឹងណាបាទទូឌីយើងប្រើ 100cc មួយធុងស្មៅចាស់ណាស្មៅចេញផ្កានេះតែនេះបងប្អូនមើលខាងស្រែខ្ញុំដែលខ្ញុំបាញ់3មុខនេះគឺវាមានប្រសិទ្ធភាពវាអាចងាប់ស្មៅវាអត់មានចាញ់រឹសថ្មីតែវាអត់មានកូនមានអីទៀតទេណាមើលអានេះយើងដោះពិសោធន៍ខាងផ្នែកខាងស្រែខាងគេបាញ់ឆ្នាំផ្សេងតែមិនដឹងឆ្នាំអីឆ្នាំស្មៅដែរតែមើលបាញ់រួចវាចាញ់កូនចាញ់រឹសកូនខ្ចីតែខាងនេះអត់មានទេអញ្ចឹងអានេះយើងគឺមើលការជាក់ស្ដែងនេះខាងនេះមានកូនបាយកូនថ្មីច្រើនបាទច្រើននេះសកូនថ្មីអញ្ចឹងគឺកាន់តែណែនកាន់តែបញ្ជ្រាបគ្នាហើយមើលអាដើមចាស់នេះក៏វាជាដោះខ្នែងមកដែរមែនទេបាទដើមចាស់នេះដោះខ្នែងថ្មីមកប៉ិនដើមមេបាទហើយចិត្តចេញផ្កាទៀតចេញផ្លែតពូជទៀតតែយើងវិញអត់មានចេញកូនបែកអីថ្មីទៀតទេគឺវាស្វិតដាច់បាត់រញោស្វិតឲ្យដាច់លាក់នឹងតាមគល់វានឹងគឺស្វិតអស់អត់មានអីទេមើលបងប្អូនមើលការជាស្ដែងស្អុយក៏គ្រប់ទៀតបាទអញ្ចឹងយើងមើលទៅវាអត់មានបែកខ្នែងមកវិញទេបងណាបាទស្អាតដូចថាងាប់ស្អាតនេះបើស្មៅខ្ចីជាងនេះអាចកំចាត់បានជាងនឹងទៀតលួយច្រើនជាងនឹងទៀតតែនេះស្មៅចាស់បាទអញ្ចឹងនេះគឺជារូបមន្តកំចាត់ស្មៅក្នុងស្រូវវស្សាប្រភេទស្មៅបាយក្បាលស្មៅកបោបាទស្មៅនេះបាទយើងឃើញមានកជីបនេះបាទមានកជីបលឿនទៀតហើយកជីបស្អាតណាបាទស្អាតងាប់ដើមធំចាស់ហើយបាទអានេះកដៀងឈើនេះកដៀងឈើបាទអានេះស្នោបាទយើងឃើញងាប់ដែលយើងប្រើប្រាស់រូបមន្តនេះបាទប៉ុន្តែបញ្ជាក់ថានេះគឺជារូបមន្តដែលយើងបាញ់ស្មៅផ្កាហើយផ្កាពេញស្រែហើយបាទតែបើសិនជាអត់មានស្មៅអត់ទាន់ផ្កាទេប្រើតែស៊ូណាមី35ក្រាមជាមួយនឹងធូឌីបាទក៏ស្អាតដែរអញ្ចឹងស្មៅមួយចាអាមអីយើងប្រើស៊ូណាមី35ទៅស្អាតហ្មងហើយបាញ់អត់ទុកស្រូវទេអញ្ចឹងណាហើយបាទធ្វើប៉ះពាល់ស្រូវហើយប៉ុន្តែបើស្មៅត្រឹមស្លឹក3អីវាយនេះប្រើតែ B99 មួយធូឌីក៏បានដែរបាទតែបើស្មៅរៀងចំណាស់តិចប្រើស៊ូណាមី35តែដល់ពេលវាចេញផ្កាប្រើវាបូកចូលគ្នាតែម្ដងបាទហើយនេះជាក់ស្ដែងនេះស្រែពូនាងបាទមកខាងនៅវត្តចាយលក់សាច់អាំងនៅវត្តចាយខាងអូតបងបាទខាងស្រុកសង្កែខេត្តបាត់ដំបងនេះយើងមើលជាក់ស្ដែងឃើញស្មៅនេះបាទស្មៅយើងគឺទ្រោមទៅក្រោមណាបាទទ្រោមទៅក្រោមហើយស្រូវឡើងពណ៌បៃតងមកហើយបើយើងឆែកដើមខាងក្រោមវាអត់មានកូនមកថ្មីទេបាទវាអត់មានកូនលាស់មកថ្មីដែលតដើមជីជាតិពីស្រូវយើងបានទេបាទហើយផ្កាស្មៅហ្នឹងក៏ងាប់ដែរហើយបើយើងមើលទៅស្រែនៅជាប់គ្នាស្រែជាប់គ្នាខុសគ្នាយើងឃើញថាខុសគ្នាហើយស្មៅនេះអត់បាទចឹងយើងមើលស្រែនៅជាប់គ្នានេះដើមវាគឺវាមានកូនថ្មីមានកូនថ្មីដល់ពេលដែលយើងដកមកមួយដើមនេះបាទមួយដើមស្មៅនេះមានកូន1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
5 6
6 មួយបាទ បាទបាយជា6អានេះកូននេះអញ្ចឹងវា ហើយឬ ចេញមកវាខុសគ្នាអញ្ចឹងនេះឬខ្ចីបាទ នេះអត់មានចាប់ឬទេ បាទ អានេះអត់មានធំអានេះអត់មានធំក្លិនស្អុយទេ បាទ បើយើងវិញខាងឆ្នាំ នេះចាប់ដើមស្អុយហើយ ខាងក្រៅយើងស្អុយក៏គ្រប់ហើយ បាទ កាលណាស្អុយវាលលួយ ហ្នឹងហើយ គឺបើមិនស្អុយ